យើងនឹងធ្វើបាបពុកម្ដាយរបស់យើងដោយមិនដឹងខ្លួនតាមរយៈរឿងមួយនេះអ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់នៅអារម្មណ៍អន់ចិត្តអារម្មណ៍ខឹងនៅពេលដែលឪពុកម្ដាយរបស់យើងគឺពួកគាត់មិនបានផ្ដល់នៅរបស់ដែលយើងចង់បានតាមរយៈការទទូចសុំរបស់យើងពេលខ្លះទៅក៏យើងចង់បាននៅស្បែកជើងថ្មីយើងក៏ចង់បាននៅទូរស័ព្ទថ្មីកង់ថ្មីម៉ូតូថ្មីឬមួយក៏សម្ភារៈជាច្រើនទៀតដែលយើងចង់បានហើយយើងក៏ទៅសុំឪពុកម្ដាយរបស់យើងប៉ុន្តែការសុំនេះមិនមែនជាការសុំលក្ខណៈបែបធម្មតាទេគឺជាការទឿនគឺជាការទទូចឲ្យពួកគាត់នឹងទៅទិញរបស់មួយនឹងមកឲ្យយើងភ្លាមនឹងតែម្ដងអញ្ចឹងបើសិនជាអ្នកនរកំពុងតែមានសកម្មភាពមួយនេះនៅក្នុងខ្លួនឬមួយក៏កំពុងតែបន្តធ្វើវាជាមួយនឹងឪពុកម្ដាយរបស់អ្នកនរសូមបញ្ឈប់វាជាបន្ទាន់អញ្ចឹងប្រសិនជាយើងចង់បាននៅរបស់អ្វីមួយយើងគ្រាន់តែប្រាប់គាត់ធម្មតាទៅបានហើយថាម៉ែប៉ាខ្ញុំចង់បានរបស់មួយនេះលក្ខណៈថាយើងទៅប្រាប់គាត់ឲ្យគាត់ដឹងទៅបានហើយមិនមែនយើងទៅរំអុកគាត់មិនមែនយើងទៅទឿនគាត់ថាម៉ែឯងប៉ាឯងត្រូវតែទិញរបស់មួយនឹងមកឲ្យខ្ញុំក្នុងពេលឥឡូវហ្នឹងទេក៏ដោយសារតែអាការទឿនអាការសុំជាច្រើនលើកច្រើនសាររបស់យើងហ្នឹងអាចធ្វើឲ្យពួកគាត់នឹងពិបាកចិត្តបានក៏ដោយសារតែពេលខ្លះទៅគាត់ក៏កើតជាចិត្តអាណិតមកដល់យើងនៅពេលដែលពួកគាត់ឃើញកូនចង់បាននៅរបស់ដែលកូនស្រឡាញ់ពេកក៏ពួកគាត់ទៅលក់នេះលក់នោះឬមួយក៏ពួកគាត់ទៅខ្ចីលុយគេដើម្បីយកលុយហ្នឹងមកទិញរបស់ដែលកូនស្រឡាញ់ហើយជារឿងធម្មតាទេនៅពេលដែលយើងបានរបស់ដែលយើងស្រឡាញ់បានរបស់ដែលយើងចង់បានហើយយើងប្រកាសជាសប្បាយយើងប្រកាសជាញញឹមប៉ុន្តែគឺយើងត្រូវចាំថានៅខាងក្រោយរបស់ដែលធ្វើឲ្យយើងសប្បាយធ្វើឲ្យយើងញញឹមហ្នឹងគឺជាទុកលំបាករបស់ឪពុកម្ដាយរបស់យើងពេលខ្លះនៅពេលដែលគាត់ទិញរបស់ហ្នឹងហើយពួកគាត់អាចទៅជាពាក់បំណុលគេឬមួយក៏ពួកគាត់ត្រូវការលក់នេះលក់នោះលក់ស្រូវឬមួយក៏ឈានទៅដល់ការលក់ដីធ្លីអញ្ចឹងទៅដើម្បីយកលុយមកបំពេញបំណងរបស់កូនអញ្ចឹងប្រសិនជាយើងអត់ចង់ឲ្យឪពុកម្ដាយរបស់យើងគឺពួកគាត់ពិបាកទេអ្នកគ្នាត្រូវតែយកនៅរបស់ដែលអ្នកគ្នាចង់បានឬមួយក៏ភាពចង់បានរបស់អ្នកនរគ្នាហ្នឹងមកធ្វើជាគោលដៅសម្រាប់ខ្លួនឯងវិញហើយព្យាយាមត្រុសត្រាយផ្លូវដើម្បីដើរទៅរកគោលដៅហ្នឹងដោយខ្លួនឯងតែម្ដងឧទាហរណ៍ថាគ្នាយើងចង់បានម៉ូតូថ្មីអញ្ចឹងយើងដាក់គោលដៅថានៅក្នុងខែអនាគតគឺខ្ញុំត្រូវតែទិញម៉ូតូថ្មីជូនខ្លួនឯងឲ្យបានហើយដើម្បីទៅសម្រេចនៅអាក្តីបំណងក្តីប្រាថ្នារបស់យើងហ្នឹងយើងគួរតែធ្វើអ្វីខ្លះយើងត្រូវតែខំរៀនយើងត្រូវតែដើររកការងារមួយឬមួយក៏យើងត្រូវតែសន្សំលុយឬមួយក៏ធ្វើយ៉ាងណាដើម្បីឲ្យបានសម្រេចនៅគោលដៅដែលយើងបានដាក់ហ្នឹងអាហ្នឹងទើបហៅថាភាពចង់បានពិតប្រាកដភាពចង់បានវាគឺជារឿងធម្មតារបស់មនុស្សយើងម្នាក់ទេប៉ុន្តែប្រសិនជាភាពចង់បាននោះធ្វើឲ្យឪពុកម្ដាយរបស់យើងពិបាកកុំវិញល្អជាងអញ្ចឹងគោលដៅរបស់ខ្ញុំនៅក្នុងវីដេអូមួយនេះគឺខ្ញុំចង់ឲ្យគ្នាយើងព្យាយាមផ្ដល់ក្តីស្រឡាញ់ទៅឲ្យឪពុកម្ដាយរបស់យើងហើយកុំធ្វើឲ្យពួកគាត់ពិបាកចិត្តខ្លាំងពេកដោយតាមរយៈការសុំការទឿនគាត់ឲ្យទិញអ្វីមួយមកឲ្យយើងអញ្ចឹងអាហ្នឹងក៏វារាប់ថាជាការធ្វើបាបឪពុកម្ដាយរបស់យើងដែរបើសិនជាឪពុកម្ដាយរបស់យើងគឺពួកគាត់មានធនធានពួកគាត់មានទ្រព្យអាហ្នឹងគឺវាមិនចោទជាបញ្ហាទេប៉ុន្តែបើសិនជាឪពុកម្ដាយរបស់យើងគឺពួកគាត់ខ្វះខាតទង្វើបែបហ្នឹងគឺជារាប់បញ្ចូលថាគឺជាទង្វើដែលធ្វើបាបពួកគាត់តែម្ដងអញ្ចឹងខ្ញុំសង្ឃឹមដែរថាតាមរយៈវីដេអូមួយនេះនឹងអាចធ្វើឲ្យអ្នកនរគ្នាកាន់តែមានការស្វែងយល់កាន់តែស៊ីជម្រៅតាក់ទិនជាមួយនឹងជម្រៅចិត្តរបស់ឪពុកម្ដាយរបស់យើងហើយជាពិសេសនោះគឺខ្ញុំចង់ឲ្យអ្នកនរគ្នាព្យាយាមផ្ដោតក្តីស្រឡាញ់ទៅឲ្យពួកគាត់ឲ្យបានច្រើនហើយព្យាយាមត្រាក់ត្រងពួកគាត់ទាំងផ្លូវកាយទាំងផ្លូវចិត្តទៅអានេះគឺវាប្រៀបបីដូចជាការសងគុណរបស់យើងទៅកាន់ពួកគាត់អញ្ចឹងហ្នឹងហើយវីដេអូនេះក៏ខ្ញុំអត់មានអីត្រូវបន្ថែមទៀតដែរហើយក៏សូមអរគុណគ្នាយើងដែលបានតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់តទៅនេះខ្ញុំបាទម៉ៅប៊ូនីសូមអរគុណសូមជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ